គឺកើតអនាគាមិផលឬក៏អរហត្តផលនឹងឯងអញ្ចឹងគឺអនន្តរបច្ច័យសម្ដែងអំពីនេវសញ្ញមេត្តាព្រមវិហារកម្មដ្ឋានអីចឹងទៅឬក៏ដើម្បីនឹងកំចាត់បងនៅមោហៈដែលយើងច្រើនទៅដោយមោហៈហ្នឹងក៏យើងសាច់គប់នឹងគ្រូអាចារ្យសិក្សារៀនសូត្រទៅហើយចម្រើននៅប្រកម្មដ្ឋានដូចថាយើងកុំឲ្យរវើរវាយទៅមានការចម្រើនទៅដោយអាណាបានសតិឬក៏ចម្រើនទៅដោយបតវ័យកសិនអីចឹងទៅនឹងឯងទៅតាមចរិតដែលយើងអប់រំទៅវាស្រួលខ្លួនយើងទៅនឹងឯងចូលចិត្តទៅចិត្តនឹងស្ងប់រងាប់ទៅចឹងវាត្រូវថាឆ្នាំនឹងដាក់មកវាត្រូវគ្នាណាត្រូវយើងហៅថាជួលចឹងក៏បានដែរមានភាសាហ្នឹងប្រើឆ្នាំទៅវាជួលហ្នឹងឯងចឹងយើងសង្កេតពិនិត្យមើលដឹងខ្លួនឯងចឹងទៅគឺជាទីសប្បាយត្រង់ដែលថាវាជារោគដូចថាយើងឈឺក្បាលដាក់ឆ្នាំទៅវាបាត់ឈឺតោកទៅវាស្ងប់ទៅអាហ្នឹងក៏វាត្រូវដែរឬក៏ឈឺពោះអញ្ចឹងយើងមានឆ្នាំឲ្យបាត់ឈឺពោះយើងកើតរោគអីចឹងទៅដាក់ឆ្នាំឲ្យវាត្រូវឆ្នាំវាផ្សេងគ្នាដែរណាហ្នឹងឯងមិនមែនចេះតែឆ្នាំមួយមុខនឹងប្រើគ្រប់រោគទៅទេតម្រូវទៅតាមនឹងរាប់មុខមកអស់ឆ្នាំមកហ្នឹងឯងអញ្ចឹងកម្មដ្ឋានហ្នឹងចឹងដែរហ្នឹងឯងអញ្ចឹងរឿងអំពីនិមិត្តនេះត្រូវលើកយកពីអារម្មណ៍នៃប្រកម្មដ្ឋានផ្នែកខ្លះមិនអាចយកមកទូទៅទាំងអស់ទេព្រោះប្រកម្មដ្ឋានខ្លះវាអត់មានដូចថានិមិត្តអីទាំងអស់ហ្នឹងទេឧក្ហនិមិត្តបដិភៈនិមិត្តអីហ្នឹងអត់មានទេព្រោះទាក់ទងទៅនឹងដូចថាមโนទ្វារវិថីដែលយើងនឹកទៅគុណពុទ្ធអីចឹងទៅគឺអត់មាននិមិត្តអីទៀតក្រៅទៅពីគុណពុទ្ធហ្នឹងទេហ្នឹងហើយកម្មយកគុណពុទ្ធមកជាអារម្មណ៍តែចឹងទៅគឺថាចិត្តហ្នឹងក៏បានស្ងប់ទៅក្នុងគុណពុទ្ធទៅឬដូចជាថាកម្មយកសពទាំងអស់មកជាអារម្មណ៍ដែលនាំឲ្យមានមេត្តាព្រោះមានខ្លួនឯងជាឧបមាប្រាថ្នាឲ្យគ្រប់គ្នាបានសេចក្តីសុខចឹងទៅមិនប្រកែប្រកម្មតោកំហុសណាជាអ្នកណីអីទៅទេពីព្រោះគ្រប់គ្នាសិតតែជាអ្នករងគ្រោះក្នុងវត្តៈនេះបើកុំតែលោភៈទោសៈមោហៈមានណាទៅធ្វើអីខុសហ្នឹងឯងដកតែលោភៈទោសៈមោហៈចេញទៅដូចព្រះអង្គកលីមេលជាព្រះអរហន្តទៅហើយមើលវានៅលើលោភៈទោសៈមោហៈហើយយើងមិនចេះអប់រំចិត្តចម្រើនបញ្ញាខ្លួនយើងចិត្តតែបកែបកម្មស្ដីបន្ទោសទៅមើលងាយមើលថោកគ្នាទៅហ្នឹងឯងបង្អាប់បង្អន់គេទៅលើខ្លួនឯងទៅវាទៅជារឿងទំនុំគុំស្អប់ឈ្លោះប្រកែកតោះតេងគ្នាតែយើងយល់ថាសត្វដែលអ្នករងគ្រោះក្នុងវត្តៈដូចអ្នករងគ្រោះគ្រឿងញៀនអីចឹងភាសាយើងសម្ញៃថាអ្នករងគ្រោះហ្នឹងឯងគឺមិនមែនជាអ្នកផលិតគ្រឿងញៀនមិនមែនអ្នកចែកចាយអីទេត្រូវរងគ្រោះដោយសារសង្គមនឹងវាមានចឹងទៅក៏មានបណ្ដុលកែប្រែអប់រំទៅសត្វលោកយើងទាំងអស់សិតតែអ្នករងគ្រោះក្នុងវត្តៈវាត្រូវឆ្លងគ្នាទទួលលោភៈទោសៈមោហៈហ្នឹងហើយលោភៈទោសៈមោហៈហ្នឹងឯងដែលជាហេតុនៃអកុសលកម្មហ្នឹងហើយអកុសលកម្មទាំងអស់គឺមកពីលោភៈទោសៈមោហៈជាមូលជាឫសគល់អត់មានលោភៈទោសៈមោហៈអត់មាននរណាធ្វើអីខុសបិណ្ឌចុងវិស័យសក់ព្រះអរហន្តថ្លែងគុំឥឡូវហ្នឹងឯងអញ្ចឹងយើងអត់បន្ទោសអត់បកកាយប្រកម្មអីអ្នកណាទេយើងជួយគ្នាឲ្យមករកពធัวជួយមករត់ថ្នាំដើម្បីជាបារោគវាដូចជាថាខ្មោច
ចូលនៅណាបងប្អូនយើងឬយើងនិយាយថាមេជ្រៀតជ្រែកទៅក្នុងឪពុកម្ដាយយើងមានតែ